ក្នុងព្រះពុទ្ធសាសនាព្រះសារីបុត្រដែលគេស្គាល់ផងដែរថាជាឧបេធិសេក្នុងពេលដំបូងគឺជាសាវកឆ្នាំរបស់ព្រះពុទ្ធហើយត្រូវបានគេចាត់ទុកថាជាបញ្ញវន្ត័យឲ្យក្នុងចំណោមសាវកទាំងឡាយនេះជាព័ត៌មានសំខាន់អំពីព្រះអង្គជីវប្រវត្តិសង្ខេបឈ្មោះដើមឧបេធិសេកន្លែងកំណើតភូមិនេលេខាឧបេធិសេនៅឥណ្ឌាបុរាណមិត្តភក្តិជិតស្និទ្ធព្រះមោគលឡានមេហេម៉ោតហ្គាលីយ៉េណេទាំងពីរក្លាយជាសាវកសំខាន់របស់ព្រះពុទ្ធសារៈសំខាន់ត្រូវបានចាត់ទុកថាជាអ្នកមានបញ្ញាជាបឋមព្រះពុទ្ធទ្រង់តែងសរសើរបញ្ញារបស់ព្រះអង្គជាអ្នកដឹកនាំក្នុងការបង្រៀនធម៌ជាអ្នកគ្រប់គ្រងវិន័យសង្ឃព្រឹត្តិការណ៍ដ៏សំខាន់នានាបានជួបព្រះពុទ្ធតាមរយៈសន្នេរីសាមណេរហើយក្រោយមកក៏បាននាំព្រះមោគលានមកកាន់សាសនាព្រះពុទ្ធបានចូលនិព្វានមុនព្រះពុទ្ធព្រះសារីបុត្រគឺជាតួយ៉ាងសំខាន់នៃការអនុវត្តតាមផ្លូវធម៌និងការសិក្សាប្រាជ្ញាក្នុងព្រះពុទ្ធសាសនាព្រះអង្គតែងត្រូវបានគេនិយាយដល់ក្នុងគម្ពីរព្រះត្រៃបិដកជាពិសេសក្នុងអត្ថបទដែលទាក់ទងនឹងគោលការណ៍ធម៌និងការបក